សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញវីដេអូអំពីការ install ហើយនិង configure DNS server នៅលើ Windows Server 2012 អញ្ចឹងមុនដំបូងយើងចូលទៅក្នុង Windows Server 2012របស់យើងមកតោះមកយើងយក add rule ចុច next ទៀត next គាត់មកយើង create យកពាក្យ DNS server តោះមកយើងចុច next ទៀតបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវតែ install DNS នេះមកតែខ្ញុំបាន install ហើយអញ្ចឹងយើងចុច next ហើយយើង cancel វាចាញ់នេះជាប់មកវាជាប់ DNS នៅត្រង់នេះហើយបន្ទាប់មកយើងចូលទៅក្នុង tool យើងយកពាក្យថា DNSតោះមកយើងចុចពាក្យថាយើងឃើញយកពាក្យថា new zone ដើម្បីបង្កើត0ចុច next ទៀតមក next ទៀតតបមកត្រង់នេះយើងត្រូវដាក់ forward lookup zone ព្រោះយើងបង្កើត forward lookup zone ត្រង់នេះយើងដាក់ឈ្មោះយើងមកឧទាហរណ៍ monica.com តបមក next finish តបមកយើងនឹងឃើញហើយនេះបន្ទាប់ពីយើងបង្កើតហើយនេះបង្កើតមិនគេដាក់ឈ្មោះថា monica.com អញ្ចឹងត្រង់ហ្នឹងយើងត្រូវតែ click ទៅលើ mouse ស្ដាំដើម្បីបង្កើត nm record យើងចុចមកត្រង់នេះយើងដាក់web server ត្រង់នេះយើងដាក់ IP address របស់យើងមកហើយទៅត្រង់នេះយើងដាក់មួយទៀតមក mail server យើងបង្កើតបាន2អញ្ចឹងយើងថែមមួយទៀតមកឲ្យគ្រប់3យើងដាក់មួយទៀត file server បន្ទាប់ពីយើងបង្កើត new house new អីហើយមកយើង
យើងត្រូវតែ create CNAME មួយទៀតអញ្ចឹងអាកន្លែង CNAME ហ្នឹងយើងត្រូវដាក់w ក្នុងហ្នឹង web server អញ្ចឹងយើងប្រើ www ចូលមកចូលទៅក្នុង browser អូខេមកយើង forward ទៅណានេះបន្ទាប់មកយើងចូលទៅក្នុងបង្កើត create CNAME មិញអញ្ចឹងយើង click ទៅកាន់ mouse ស្ដាំបន្ទាប់មកចូលពាក្យថា name alias CNAME ត្រង់នេះយើងដាក់ www យើងប្រើវាទៅកាន់ web server របស់យើងនេះវាជាប់ហើយអញ្ចឹងយើងបង្កើតវាទៀតមកឲ្យគ្រប់អានេះforward ទៅកាន់ file នេះដាក់ ms server តពីយើងបង្កើតអញ្ចឹងហើយយើងអាចទៅ testing បានយើងប្រើ ns lookup stp យើងបង្កើតមិញហ្នឹង.monica.com នេះដោយសារនេះចាញ់អ្នកទាំងអស់គ្នាដោយសារមិញខ្ញុំច្រឡំdomain name អញ្ចឹងត្រង់ហ្នឹងយើងវាចាញ់ហើយ stp ហ្នឹងគឺ file ឬតបមកយើង test មួយទៀតមកចង់ដឹងថាវាដើរអត់អញ្ចឹងនេះវាដើរហើយយើងនៅ test មួយទៀតfile mail តបមក web server បន្ទាប់ពីយើង test ដើរហើយបន្ទាប់មកយើងទៅ create reverse lookup 0 ដងអញ្ចឹងយើងចូលទៅក្នុង client របស់យើងនឹងមកបន្ទាប់មកយកពាក្យថា new 0 next next ទៀតដល់មកយើងចុចត្រង់នេះយើងយកពាក្យ reverse lookup 0 ដងយើង next ទៀតមកបន្ទាប់នេះគេសួរយើងថាយើងប្រើ IP version 4 ឬមួយក៏ IP version 6អញ្ចឹងយើងយក IP version 4យើង next ទៀតមកត្រង់នេះគេឲ្យយើងដាក់ ID របស់យើង
ចុចនិចទៀត Next finish អាត្រង់ហ្នឹងគឺវាយើងបកប្រែ IP ទៅកាន់ domain name អញ្ចឹងតបមកយើងយកពាក្យថាមានអញ្ចឹងនេះបន្ទាប់មកយើងចូលទៅក្នុង reverse zone នេះយើងដោយសារតែយើងមិនបានបង្កើត reverse zone reverse lookup zone ហើយអញ្ចឹងយើងនេះទៀតមកតោះមកយើងប្រើវាទៅកាន់អីយើងប្រើវាទៅកាន់ web server យើងអូខេវាមកទៅវាជាប់ហើយហើយទៅយើងប្រើវាទៅទៀតមកវានឹងជាប់ automatic បាន server ម្ដងនេះបន្ទាប់ពីយើងយើងដាក់វាឲ្យជាប់បកប្រែទៅកាន់ domain name ហើយយើងទៅវាទៅនៅក្នុង comment ទៀតមកយើងប្រើ ns lookup IP នេះក្នុងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងបាយបាយ